ក្រសួងការពារជាតិបញ្ជាក់ថានៅថ្ងៃទី13ខែធ្នូនេះទាហានថៃនៅតែបន្តវាយប្រហារមកលើប្រទេសកម្ពុជាក្រសួងការពារជាតិនៅព្រឹកថ្ងៃទី13ខែធ្នូនេះបានឲ្យដឹងថាកងទាហានថៃកំពុងប្រើប្រាស់យន្តហោះចម្បាំង F16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកចំនួន7គ្រាប់ទៅកាន់គោលដៅមួយចំនួនរួមមានម៉ោង 5:50 នាទីយោធាថៃបានកំទេចគោលដៅអាគារសន្តាគារនៅក្នុងភូមិសាស្ត្រថ្មដាចំនួន1គ្រាប់ម៉ោង 5:55 នាទីយោធាថៃបានកំទេចគោលដៅអាគារសន្តាគារនៅក្នុងភូមិសាស្ត្រថ្មដាមួយគ្រាប់ទៀតម៉ោង 6:02 នាទីយោធាថៃបានកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីយោធាថៃបានកំទេចគោលដៅស្ពានជ័យជំនះមួយគ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបានកំទេចគោលដៅស្ពានជ័យជំនះមួយគ្រាប់ទៀតក្រសួងការពារជាតិបន្តថាសកម្មភាពរបស់យោធាថៃដោយប្រើប្រាស់យន្តហោះចម្បាំងនៅតែបន្តនិងមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេសូមជម្រាបថាការវាយប្រហាររបស់យោធាថៃនៅតែបន្តបើទោះបីជាលោកដូណាល់ត្រាំបានថ្លែងថាកម្ពុជាថៃបានយល់ព្រមឈប់បាញ់ចាប់ពីល្ងាចនេះដែលស្មើទៅនឹងព្រឹកថ្ងៃទី13ខែធ្នូនេះនឹងត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដែលមេដឹកនាំកម្ពុជាថៃបានចុះហត្ថលេខាជាមួយលោកក៏ដោយ